នេះគឺជាការឈានទៅអនុវត្តគោលនយោបាយយានជំនិះរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីធ្វើម៉េចយកផលប្រយោជន៍បានមកពីការកែតម្រង់របស់វិស័យអគ្គិសនីហើយយកមកចែកផលឲ្យដល់សេដ្ឋកិច្ចនិងសង្គមយើងថ្ងៃនេះជាក់ស្ដែងគឺការយកផលនៅការកែតម្រង់វិស័យអគ្គិសនីមកចែកផលឲ្យវិស័យដឹកជញ្ជូនមានន័យថាការប្រើប្រាស់ថាមពលស្អាតនេះមិនត្រឹមតែជួយកាត់បន្ថយនៅការបំភាយឧស្ម័នទៅបរិយាកាសនោះទេប៉ុន្តែការប្រើប្រាស់រថយន្តអគ្គិសនីនឹងជួយកាត់បន្ថយចំណាយក្នុងការធ្វើអាជីវកម្មចំពោះក្រុមហ៊ុនសហគ្រាសដែលធ្វើការដឹកជញ្ជូនធ្វើភស្តុភារកម្មនេះគឺជាឱកាសក្នុងការទម្លាក់ថ្លៃដើម្បីសន្សំសំចៃនៅក្នុងអាជីវកម្មរបស់ខ្លួនចំពោះបងប្អូនប្រជាពលរដ្ឋដែលជាលក្ខណៈគ្រួសារពេលដែលប្រើប្រាស់រថយន្តអគ្គិសនីមិនត្រឹមតែចូលរួមចំណែកក្នុងការបង្កើតឲ្យបរិស្ថានរបស់យើងកាន់តែស្អាតដោយសារគ្មានការភាយឧស្ម័ននោះទេប៉ុន្តែគឺជាការសន្សំសំចៃក្នុងការចំណេញដល់ថវិការបស់ខ្លួនហើយយកថវិកានេះទៅជួយកូនចៅរៀនសូត្រឬមួយក៏ធ្វើការវិនិយោគទៅលើកន្លែងផ្សេងនេះគឺជាអត្ថន័យនៃការជួបជុំថ្ងៃនេះ